សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានិងសូមស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំបាទភារ៉ូតក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីអត្ថប្រយោជន៍នៃប្រទាលកន្ទុយក្រពើនឹងបងប្អូនតើប្រទាលហ្នឹងគឺយកទៅប្រើប្រាស់នៅក្នុងវិស័យអីគេខ្លះហើយសម្រាប់វិស័យចំសត្វរបស់យើងហ្នឹងតើយើងគួរកែច្នៃយ៉ាងម៉េចដើម្បីផ្ដល់ឲ្យសត្វមានការលូតលាស់ល្អហ្នឹងបងប្អូនទាំងអស់គ្នាបាទនៅក្នុងរូបនេះបងប្អូនអាចនឹងស្គាល់ហើយនេះជាប្រភេទប្រទាលកន្ទុយក្រពើដែលបងប្អូនជាច្រើនគាត់ដាំជាលម្អនៅតាមផ្ទះហើយបងប្អូនមួយចំនួនក៏ដឹងវិធីសាស្ត្រក្នុងការកែច្នៃផ្សេងពីអត្ថប្រយោជន៍របស់វាអញ្ចឹងណាបងប្អូនចឹងសម្រាប់វីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ប្រទាលកន្ទុយក្រពើតើវាមានអត្ថប្រយោជន៍អីខ្លះសម្រាប់មនុស្សជាតិរបស់យើងហ្នឹងបងប្អូនទាំងអស់គ្នាបាទយើងមើលទៅលើហើយប្រទាលកន្ទុយក្រពើគឺការដាក់ឈ្មោះហ្នឹងគឺយើងមើលឃើញថាអាស្រ័យទៅលើវាដូចហាក់បីដូចជាកន្ទុយក្រពើមួយចឹងបងប្អូនឃើញស្រាប់ហើយវាមានលក្ខណៈហើយបលានៅផ្នែកដើមហើយនឹងវាស្ដួចផ្នែកខាងចុងណាបងប្អូនបាទលក្ខណៈដូចកន្ទុយក្រពើចឹងបានខ្មែរយើងកំណត់ចំណាំឈ្មោះថាប្រទាលកន្ទុយក្រពើហ្នឹងបាទហើយផ្នែកខាងក្នុងវាយើងមានផ្នែកជែលហ្នឹងជាផ្នែកមួយដែលនៅខាងក្នុងហ្នឹងបងប្អូនហើយផ្នែកខាងក្រៅហ្នឹងវាស្រោបទៅដោយសម្បកហើយនឹងជ័រហ្នឹងគឺវាផ្ដល់ផលប៉ះពាល់បងប្អូនវាក៏មានជាតិពុលខ្លះដែរបើមិនជាយើងអត់ចេះកែច្នៃបានវាត្រឹមត្រូវទេក៏វាមានផលប៉ះពាល់មកវិញដែរដោយសារតែវាមានជាតិពុលមួយចំនួនគេហៅថា poison ណាបងប្អូនហើយនៅផ្នែកខាងក្រៅបន្ទាប់ពីយើងចិតសម្បកទៅយើងឃើញផ្នែកជ័រលឿងហ្នឹងអាហ្នឹងជា poison របស់វាអញ្ចឹងយើងជៀសវាងលាងសម្អាត poison នឹងចេញអញ្ចឹងណាមុននឹងយកប្រើប្រាស់បាទហើយយើងឈានចូលទៅដល់អត្ថប្រយោជន៍របស់វាវិញម្ដងតើវាមានអត្ថប្រយោជន៍អីខ្លះបងប្អូនបាទសម្រាប់វិស័យសត្វការចិញ្ចឹមសត្វហ្នឹងបងប្អូនអាចនឹងឃើញហើយខ្ញុំធ្លាប់បង្ហាញអំពីវិធីសាស្ត្រនៃការធ្វើទឹកប្រទាលហ្នឹងដើម្បីឲ្យមាន់ផឹកណាបងប្អូនបាទដល់ពេលដែលមាន់បានផឹកទឹកប្រទាលទៅគឺមានការលូតលាស់ល្អប្រសើរហើយនឹងអាចការពារនៅបញ្ហាប្រឈមជំងឺមួយចំនួនផងដែរបងប្អូនតែវិធីសាស្ត្រហ្នឹងយើងកែច្នៃលាយជាមួយទឹកក្រៅពីការប្រើប្រាស់ទៅលើវិស័យសត្វចិញ្ចឹមសត្វហ្នឹងក៏វាមានអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ទៀតបងប្អូនដែលវាអាស្រ័យទៅលើការចេះច្នៃប្រឌិតការប្រើប្រាស់ទៅលើប្រទាលកន្ទុយក្រពើហ្នឹងបងប្អូនហើយសម្រាប់អត្ថប្រយោជន៍ផ្សេងទៀតយើងមើលឃើញថាវាអាចជួយក្នុងការកែសម្ផស្សបងប្អូនអញ្ចឹងបងប្អូនមួយចំនួនអាចកែច្នៃប្រទាលកន្ទុយក្រពើនេះដើម្បីយកទៅថែសម្ផស្សដូចជាការថែទាំសក់ឲ្យលូតលាស់ល្អហើយក៏ដូចជាការថែទាំស្បែកមុខជ្រាវជ្រួញហ្នឹងបងប្អូនហើយបងប្អូនក៏ឃើញផលិតផលមួយចំនួនហើយថាគេមានផលិតចេញពីទឹកប្រទាលនេះឯងបាទដោយសារថាប្រទាលនេះគឺវាមានរូបសាស្ត្រហើយនឹងមានសារធាតុមួយចំនួនដែលជួយទៅលើការប្រឆាំងទៅលើការរលាកហើយនឹងធ្វើឲ្យមុខអំបៅឬក៏ស្លាកស្នាមហ្នឹងឆាប់ជាសះស្បើយឡើងវិញផងដែរហ្នឹងបងប្អូនបាទហើយចំពោះវិស័យសុខាភិបាលវិញបងប្អូនអញ្ចឹងវិស័យសុខាភិបាលហ្នឹងក៏ប្រទាលហ្នឹងក៏អាចជួយបានដែរបងប្អូនយើងមើលឃើញថាប្រទាលកន្ទុយក្រពើនេះគឺឃើញមានការកែច្នៃដើម្បីធ្វើជា
ថ្នាំសម្រាប់ព្យាបាលបញ្ហាកាពះពោះវៀនបញ្ហាកាពះមានបញ្ហាជួបបញ្ហារលាកឬក៏ជំងឺមហារីកកាពះអីហ្នឹងបងប្អូនគឺគេមានផលិតជាថ្នាំដែលចម្រាញ់ចេញពីប្រទាលទុយក្រពើនេះឯងដើម្បីយកទៅធ្វើការព្យាបាលបាទហើយចំពោះប្រទាលកន្ទុយក្រពើនេះក៏យើងអាចយកទៅកែច្នៃដើម្បីធ្វើជាបង្អែមសម្រាប់បរិភោគបានដែរបងប្អូនហើយបងប្អូនអាចនឹងឃើញហើយមានបងប្អូនយើងមួយចំនួនហ្នឹងគាត់បានធ្វើជា blog ហើយ YouTube ជាវីដេអូដើម្បីបង្ហាញពីវិធីសាស្ត្រក្នុងការធ្វើបង្អែមរបស់គាត់ដើម្បីទទួលបាននៅភាពឈ្ងុយឆ្ងាញ់ហ្នឹងហើយនៅក្នុងនោះក៏ខ្ញុំធ្លាប់សាកល្បងធ្វើតាមគាត់ដែរបងប្អូនគឺមានរសជាតិស្រដៀងទៅនឹងនេះដែរបងប្អូនគ្រាប់ត្នោតដែរបងប្អូនអាចនឹងឆ្ងាញ់ជាងផងបងប្អូនអាហ្នឹងអាស្រ័យទៅលើថ្វីដៃនៃការកែច្នៃចឹងណាបងប្អូនគុណសម្បត្តិវាបន្ថែមពីលើហ្នឹងទៀតក៏វាអាចធ្វើជាភេសជ្ជៈបានបងប្អូនបាទសម្រាប់ក្រុមហ៊ុនផលិតគ្រឿងកំប៉ុងមួយចំនួនដើម្បីជាភេសជ្ជៈបើកម្លាំងឯហ្នឹងបងប្អូនគឺមានជាផលិតផលប្រទាលកន្ទុយក្រពើនេះចម្រាញ់ធ្វើជាផលិតផលកំប៉ុងបងប្អូនអាចធ្លាប់នឹងហូបហើយផលិតផលប្រទាលកន្ទុយក្រពើនេះយើងមើលឃើញថាបើសិនជាសុទ្ធក៏វាថ្លៃខ្លាំងដែរបងប្អូនហើយវាមានអត្ថប្រយោជន៍យ៉ាងខ្លាំងទៅដល់សុខភាពយើងហ្នឹងបងប្អូនហើយមានការស្រាវជ្រាវជាច្រើនដែលគេនិយាយពីអត្ថប្រយោជន៍ប្រទាលកន្ទុយក្រពើដែលធ្វើឲ្យការប្រើប្រាស់ហ្នឹងទូលំទូលាយបាទអញ្ចឹងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូននៅក្នុងផ្ទះយ៉ាងយើងអាចដាំជាប្រទាលកន្ទុយក្រពើដើម្បីជាលម្អផងហើយនឹងយើងអាចទាញយកផលប្រយោជន៍ពីវាម្ដងម្កាលផងនៅពេលដែលយើងចង់ហូបអីយើងអាចកែច្នៃយកទៅធ្វើបង្អែមធ្វើជាទឹកប្រទាលដើម្បីហូបចឹងទៅហើយក៏វាជំនួយទៅដល់សុខភាពយើងផងដែរបងប្អូនវាល្អចំពោះសុខភាពណាបងប្អូនបាទបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូចែករំលែករបស់ខ្ញុំបាទគឺមានតែប៉ុណ្នេះទេបងប្អូនបើសិនជាបងប្អូនពេញចិត្តសូមកុំភ្លេចជួយចុច like និង Subscribe ទៅលើ Channel YouTube របស់ខ្ញុំបាទអរគុណសូមជម្រាបលា